ជាដំបូងសូមគោរពជាសួរលោកគ្រូនិងសួស្តីមិត្តភក្តិអ្នកនាងនេះខ្ញុំបាទខ្ញុំកុនម៉ារិតបកស្រាយអំពីមេរៀនទី2ការបង្កាត់អញ្ចឹងខ្ញុំការបង្កាត់វាចែកចេញជាពីរប្រភេទអញ្ចឹងការបង្កាត់រុក្ខជាតិប្រើមានពីរប្រភេទគឺចំពោះរុក្ខជាតិខ្លះក្របលំអងទៅបានផ្ទេរពីផ្លោកលំអងទៅផ្លាច់ស្តិចម៉ាតនៃផ្កាតែមួយដំណើរការនេះហៅថាស្វ័យដំណើរលំអងហើយស្វ័យដំណើរលំអងហ្នឹងគឺជាដំណើរការដែលក្របលំអងពីផ្លោកលំអងធ្លាក់ទៅក្នុងលើផ្លាស្ទិកនៃបានតែមួយឬការផ្សេងទៀតនៅលើដើមតែមួយអញ្ចឹងវាមិនអាចត្រូវបានភ្នាក់ងារចម្លងលំអងក្រៅពីខាងក្រៅដូចជាសត្វល្អិតច្រើនឡើយអញ្ចឹងចូលចំណុចទី2ការបង្កាត់រុក្ខជាតិអញ្ចឹងការបង្កាត់រុក្ខជាតិហ្នឹងគឺជាដំណើរការដែលគប់លំអងពីផ្កានៃដើមមួយត្រូវបានដឹកនាំទៅកាន់ស្តិចម៉ាតនៃផ្ការបស់ដើមមួយទៀតដំណើរការនេះត្រូវការភ្នាក់ងារចម្លងលំអងដាច់ខាតដូចជាសត្វឃ្មុំមេអំបៅខ្យល់ឬទឹកជាដើមអញ្ចឹងការលំអងកាត់បន្ថយឲ្យរុក្ខជាតិជំនាន់ក្រោយមានបូរ៉េបំរួលសែននិងមានភាពស៊ាំខ្លាំងជាងមុនអញ្ចឹងចូលមកដល់ចំណុច3ការបង្កាត់សិប្បនិម្មិតដោយដៃអញ្ចឹងការបង្កាត់សិប្បនិម្មិតដោយដៃហ្នឹងរូបភាពនេះគេបង្ហាញអំពីបច្ចេកទេសមួយជាអ្នកធ្វើមេដោយដៃអញ្ចឹងជាមួយនឹងគឺគេការបង្កាត់សិប្បនិម្មិតដោយដៃហ្នឹងគឺចែងចេញជា3ដំណាក់កាលអញ្ចឹងដំណាក់កាលទី1គេកាត់ផ្លោកលំអងរបស់ផ្កាទី1ចោលដើម្បីការពារកុំឲ្យវាធ្វើស្វ័យលំអងដោយខ្លួនឯងអញ្ចឹងទី2គេប្រើជក់តូចមួយទៅបោះប្រមូលយកក្របលំអងពណ៌លឿងពីផ្កាពណ៌សទី3រួចយកក្របលំអងនោះទៅតបឬលាបនៅលើស្តូម៉ាតនៃផ្កាពណ៌ស្វាយដើម្បីបង្កើនជាពូជកាត់ថ្មីមួយដែលមានលក្ខណៈចម្រុះពីមេបាទាំងពីរចឹងចូលមកដល់ចំណុចទី1ការសាកមែកចឹងការសាកមែកគឺជាការធ្វើឲ្យមែករុក្ខជាតិដុះឬក្នុងពេលដែលមែកនោះនៅជាប់នឹងដើមមេពេលមែកដុះឬល្អហើយគេកាត់វាចេញពីដើមមេហើយយកទៅផ្សាំមុននឹងដាំឬយកទៅដាំតែម្ដងក៏បានដែរអញ្ចឹងចូលដល់ចំណុចទី2គឺការភ្ជាប់មែកផ្នែកអញ្ចឹងការភ្ជាប់ផ្នែកជាលំនាំកំពុងនៃពន្លកមែករបស់ដើមពូជល្អទៅភ្ជាប់ជាមួយនឹងដើមមេដែលរុក្ខជាតិប្រភេទខុសគ្នាពេលកាលណាបន្លកមែករបស់ដើមរុក្ខជាតិលូតលាស់ចេញពីមែកទៅកាត់ផ្នែកនៃចុងរបស់ដើមមែកចោលហើយនឹងមែកដែលភ្ជាប់នោះជាពូជដែលផ្ដល់នៅទិន្នផលខ្ពស់ឬពូជដែលល្អតែมันអាចដាំផ្ទាល់ជាមួយមជ្ឈដ្ឋានថ្មីបានទេអញ្ចឹងចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងអ្នកបានស្ដាប់ការបកស្រាយរបស់ខ្ញុំសូមអរគុណ